បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូមានលំហាត់បានលើកយកមកបង្ហាញទៀតហើយតកតងជាមួយនឹងការដកប្រភេទដែលមានភាពបែបដូចគ្នាណាហើយលំហាត់នេះដែរលោកគ្រូលើកចេញពីសៀវភៅគណិតវិទ្យាថ្នាក់ទី4ទំព័រទី11បាទតកតងប្រភេទអញ្ចឹងបងប្អូនដែលខ្សោយមូលដ្ឋានគ្រឹះបាទទី6ទី5ក៏ដោយណាបងប្អូនអាចមើលបានណាបាទអញ្ចឹងលំហាត់គេឲ្យបាទចូលបំពេញប្រអប់ខាងក្រោមណាចាសកគេមានរូបតំណាងថែមទៀតណាហើយគេមានប្រភេទបាទឲ្យបែបហ្នឹងណាហើយឲ្យយើងបំពេញទី2នេះគេឲ្យយើងរកផលដកប្រភេទខាងក្រោមតែថ្ងៃនេះលោកគ្រូកែតែលំហាត់ទី1ឯងតោះឥឡូវយើងទៅមើលទាំងអស់គ្នាគួររកឡើងបិចសិនបាទអញ្ចឹងប្រភេទនេះសកគេឲ្យរូបបែបនេះហើយបងប្អូនរាប់ចំណិតណាមានប្រមាណចំណិតបាទមាន1 2 3 4 5 6 7 8បាទទាំងអស់មាន8ចំណិតណាអញ្ចឹង8ចំណិតមានន័យថាប្រភេទបាទកាលណា8ចំណិតប្រភេទប្រមាណក៏ដោយគឺភាគបែបមកវាគឺ8ចំណិតណា8នេះ8តោះណាហើយរូបនេះមាន2ប្រភេទណាតាំងឲ្យប្រភេទនេះអញ្ចឹងរូបបាទនេះគេហៅថារូបនេះលោកគ្រូឯងកន្លែងលោកគ្រូចង្អុលហ្នឹងគឺចុចណាចុចឥឡូវបងប្អូនរាប់ចុចមានមួយចំណិត1 2 3 4 5 6ម្ដងទៀត1 2 3 4 5 6បាទមាន6ចំណិតណាអញ្ចឹង6ចំណិតបាទ6ចំណិតបើយើងទៅសេជាប្រភេទបាទសរុបទាំងអស់ណាសញ្ញាចំណិតដែលមានចុចមាន6បាទហើយចំណិតទាំងអស់គឺមានប៉ុន្មានបាទមាន8អញ្ចឹងកាលណាយើងទៅសេប្រភេទមានន័យថា6ភាគ5 8បាទតោះនេះបងប្អូនហ្នឹងបាទបន្តទៅទៀតបាទនេះអារូបគេឆូតពណ៌ខ្មៅគេផាត់ពណ៌ខ្មៅនេះខ្មៅសុទ្ធបាទមានប៉ុន្មានបងបាទមាន2ចំណិតមែនទេអញ្ចឹង2ចំណិតបាទភាគឲ្យរូបទាំងអស់មានប៉ុន្មានបាទរូបទាំងអស់គឺមាន8ចំណិតមែនទេរាប់ទាំងអស់ទាំងអាឆូតអាមិនឆូតបាទមាន8ចំណិតហើយរូបពណ៌ផាត់ពណ៌នេះមាន2អញ្ចឹងមានន័យថាយើងទៅសេជាភាគបាទបាន2លើ8 2ភាគ8ណាអញ្ចឹងគេឲ្យយើង6ភាគ8ដល់2ភាគ8មែនទេអញ្ចឹងប្រភេទបាទ6ភាគ8ដល់2ណាដល់2ភាគ8អញ្ចឹង6មានន័យថា6ត្រូវដកចេញ2អញ្ចឹងមានន័យថាភាគបែងភាគយក6នេះតាំងរូប6ចុចហ្នឹងត្រូវដកចេញ2នេះបាទដកចេញ2នៅសល់ប៉ុន្មានរក1 2 3 4 5 6មែនទេ1 2 3 4 5 6បាទនៅសល់4មែនទេ6ដក2នៅសល់4ហើយបើយើងកណនីលេខធម្មតាលើឧទាហរណ៍យើងចំណាំណានិយមន័យគេថាដើម្បីដកប្រភេទនិងប្រភេទដែលមានភាគបែងដូចគ្នានេះ8ដូចគ្នាហ្នឹងគេត្រូវដកភាគយកនិងភាគយកបាទភាគយកនៅខាងលើណាបងប្អូនភាគយកលេខ6លេខ2ហើយចំណែកឯភាគបែងគឺខាងក្រោមលេខ8រក្សាទុកនៅដដែលអញ្ចឹងឥឡូវបងប្អូនមកនេះភាគបែងដូចគ្នាណាអញ្ចឹងកាលណាដូចគ្នាបងប្អូនទុកមកភាគបែងទុករក្សាវាតែ1ណា8ដូចគ្នាអញ្ចឹងទុកតែវាតែ1អញ្ចឹងបងប្អូនសេលេខ8លោកគ្រូសេអាចនឹងមិនស្អាតណាសេនៅលើកុំព្យូទ័រអញ្ចឹង8ណាតមកទៀតបាទភាគបែងយើងរក្សាទុកហើយអញ្ចឹងយើងយកភាគយកដល់ភាគយកបាទ6ដក2ស្មើសក់4ណាអញ្ចឹងសេលេខ4មកបាទសេលេខ4ណាបាទអញ្ចឹងយើងបាន4ភាគ5 8បាទដោយតែរូបលោកគ្រូបញ្យល់នៅមុននឹងអត់បាទសញ្ញាចុចនេះមាន6ភាគ8អញ្ចឹងដក2ចំណិតចេញវានៅសល់បាទ4ភាគ8បាទដោយលោកគ្រូបញ្យល់មិនអញ្ចឹងណាអញ្ចឹងចម្លើយរបស់យើងបានប៉ុណ្ណឹងណាតោះណាបងប្អូនបាទតើអត់សូវច្បាស់យើងចូលរូបមួយទៀតអក្សរខណាបងប្អូនរាប់រូបទាំងអស់បាទមានប៉ុន្មានឥឡូវគ្រូរាប់ចាប់ពីចំណិតនេះណា1 2 3 4 5 6 7 8មែនទេអញ្ចឹងរូបទាំងអស់មាន8ចំណិតបាទ8ចំណិតណាហើយរូបដែលនេះដែលចុចចឹងតើមានប៉ុន្មានចំណិតរាប់1 2 3 4 5 6 7ណា
ចឹងរូបដែលមានចុចមាន7យើងរាប់តែចុចទេណាផាត់ពណ៌នេះយើងអត់រាប់ទេចឹងរូបដែលមានចុចគឺមាន7បាទហើយរូបទាំងអស់បាទទាំងអាចចុចទាំងមិនចុចទាំងអស់គឺមាន8មែនទេចឹងពេលដែលយើងសេពភាគបាទយើងបាន7ភាគ5 8នេះតោះនេះបងប្អូនបាទហើយមួយទៀតបាទរូបនេះផាត់ពណ៌នេះផាត់ពណ៌មានម៉ានមាន1មែនទេចឹង1បាទភាគឲ្យរូបទាំងអស់មានម៉ានមាន8មែនទេចឹងយើងបាន1ភាគ8តោះណាហើយរូបនេះគេទាញចេញមានន័យថាដកចេញណាចឹងមានន័យថា7ដក7ភាគ8ដកឲ្យ1ភាគ5 8ចឹង7ភាគ8មានន័យថារូបចុចនេះហើយយើងត្រូវដកលេខដកចេញអារូបចុចហ្នឹងដកចេញ1ចឹងបើយើងបានស្មានទៅវាស្មើនឹង6មែនសល់ប៉ុន្មាន1 2 3 4 5 6សល់6ចំណៀកមែនទេ6ចំណៀកភាគ5 8តោះឥឡូវយើងដកលេខតើចម្លើយដូចគ្នាអត់ចឹងលោកគ្រូរំលឹកទៀតថាដើម្បីដកប្រភេទនិងប្រភេទដែលមានភាពបែងដូចគ្នាយើងត្រូវយកបាទភាគយកដកភាគយកបាទភាពបែងរក្សាទុកនៅដដែលចឹងភាគយករបស់យើងគឺលេខ7និងលេខ1ណាដល់ពេលភាគបែងគឺលេខ8និងលេខ8នេះតោះនេះកន្លែងលោកគ្រូចង្អុលចឹង8ដូចគ្នាអត់បាទដូចគ្នាមែនទេចឹងកាលណាដូចគ្នាបងប្អូនរក្សាទុកនៅដដែលរក្សាទុកតែមួយទេណារក្សាទុកនៅដដែលបាទលោកគ្រូសេលេខ8ណាសេលើកុំព្យូទ័រអាចនឹងមិនសូវច្បាស់ទេណាតមកទៀតដកភាគយកនិងភាគយកបាទ7ដក1ស្មើបង56មែនទេបាទដូចចម្លើយដែលលោកគ្រូទីទុកអត់បាទអញ្ចឹងយើងឃើញ6ភាគ5 8លោកគ្រូសង្ឃឹមថាលោកគ្រូទៅសេបែបនេះបងប្អូននឹងយល់ណាបាទទោះបីវាមិនសូវច្បាស់តែបងប្អូនអាចយល់ពីអ្វីទៅគ្រូបញ្យល់បាទខាងក្រោមគេអត់មានរូបឲ្យទេបាទគេឲ្យយើងដកតែម្ដងអញ្ចឹងភាគបែងដូចគ្នានៅមើលសម្លេងភាគបែងណាបាទកាលណាដូចគ្នាបងប្អូនទៅសេភាគបែងទុកនៅដដែរបាទភាគបែងសេទុកហ្នឹងភាគបែង5អញ្ចឹងវាសារទុកនៅដដែរតមកដកភាគយកបាទ4ដក1ស្មើបាទសក់3មែនទេអញ្ចឹងសរសេរលេខ3ណាអញ្ចឹងយើងសល់3ភាគ5ណាបាទស៊ីថុយលេខប៉ុណ្ណឹងណាសខបាទ5ភាគ6ដកឲ្យ2ភាគ6ស្មើប្រមាណណាអញ្ចឹងភាគបែងដូចគ្នានៅបញ្ជាក់ណាបងប្អូនយើងអាចដកគ្នាកើតលុះត្រាតែភាគបែងវាដូចគ្នាណាទើបអាចយកភាគយកដកភាគយកបានណាតែមានពេលដែលបងប្អូនឡើងដល់ថ្នាក់ទី5គឺមានភាគបែងខុសគ្នាហើយអញ្ចឹងសម្លឹងមើលភាគបែងមកដូចគ្នាទេ6បាទ6ដូចគ្នាអញ្ចឹងយើងរក្សាទុកវាតែមួយមកគឺលេខ5 6ឃើញទេអញ្ចឹងសរសេរលេខ6មកអត់ស្អាតគូថយវិញតិចសរសេរលេខ6គូសេស្អាតតិចលេខ6បាទលេខ6ណាអញ្ចឹងភាគបែងរក្សាទុកនៅដដែលភាគយកដកភាគយកបាទអញ្ចឹង5ដក2ស្មើ5ដក2សល់3បាទពេលបងបំពេញនៅក្នុងកឡោនណាកុំពេញលោកគ្រូគាត់បរៀនបងប្អូនទេបាទយើងសល់3ភាគ6ណាបាទចំណែកអក្សរងបាទ5ភាគ7ដក3ភាគ7បាទភាគបែងដូចគ្នាអត់បាទដូចគ្នាអញ្ចឹងដូចគ្នាទុកមកដដែលបាទពេលដែលរៀនហើយគាត់ក៏លេខមើលឃើញចម្លើយបាទ7សេលេខ7ស្អាតទេស្អាតគឺថយបន្តិចអត់ស្អាតទេជាមិនស្អាតតោះតែយើងសេលើក្តាស់មិនស្អាតតែគ្រូប្រើកុំព្យូទ័រចឹងវាអត់ស្អាតទេចឹងលេខ7ណាបាទភាគយកដកភាគយកមាន5និង3មែនទេចឹង5ដក3នៅសល់បាទសល់2អញ្ចឹងសរសេរលេខ2មកលេខ2បាទវ៉ាវចឹងត្មងតាបាទចឹង2ភាគ7ណាអស់តោះថ្ងៃនេះលោកគ្រូកែលំហាត់តែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននឹងតាមតនលោកគ្រូបញ្យលហើយអាចសរសេរបាទឲ្យបានស្អាតជាងលោកគ្រូទៀតណាហើយបាទសង្ឃឹមថាលេខនេះបងប្អូនអាចយកទៅដោះស្រាយពីបញ្ហាការសិក្សារបស់បងប្អូនបានណា
សំខាន់គឺបងប្អូនរៀនកាលណាបងប្អូនរៀនគឺបងប្អូនចេះហើយណា បើបងប្អូនមិនចេះហើយមិនរៀនគឺអត់ចេះទេតោះរៀនមិនចេះហើយតោះស្វះស្វែងរៀនណាដោយលំហាត់គ្រូអញ្ចឹងមានច្រើនណាស់តាពីថ្នាក់ទី2មកលោកគ្រូកែច្រើនណាស់នៅក្នុង YouTube នេះហើយដើម្បីចែកចំណេះដឹងទៅកាន់អ្នកដទៃបានលុះត្រាតែបងប្អូនបានជួយចុចសញ្ញាកណ្ដឹងឬក៏សញ្ញាមេដៃ comment បានជាដើមឬក៏ share ទៅមិត្តភ័ក្តិរបស់យើងទៅបាទលោកគ្រូអាចបរៀនបានលំហាត់ច្រើនជាងនេះទៀតណាបាទលោកគ្រូមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា